លក្ខណៈសម្ភារៈប្រើប្រាស់ជាមួយនឹងឧបករណ៍កាត់ដែកបាទជាមួយនឹងប៉ាស្មាបាទប៉ាស្មាតើពេល80បាទហើយជាមួយនឹងអានេះពេល160បាទតើវាមានលក្ខណៈខុសគ្នាបែបណាខ្លះយើងមកមើលសម្ភារៈអានេះប៉ាស្មាហ្មងណាបាទប៉ាស្មានេះប៉ាស្មាណាសម្រាប់កាត់បាទអានេះវាមានលក្ខណៈពិសេសផងវាត្រង់ថាវាទប់កម្ដៅបានខ្ពស់ជាងP80បាទហើយឧទាហរណ៍ថាP80វាត្រង់កម្ដៅបានតែ80អង្សាសេទេអានេះបានរហូតដល់160អង្សាសេអញ្ចឹងវាស្មើគុណនឹង2បាទគុណនឹង2នៃការកម្ដៅបាទកម្ដៅគុណនឹង2ហើយតម្លៃក៏វាគុណនឹង2ដែរហ្នឹងហើយតែសម្រាប់អតិថិជនខ្លះពេលខ្លះគាត់ចង់សេវសន្សំថវិកាអតិថិជនខ្លះគាត់ថាมันជាបញ្ហាទេហើយរឿងថវិកាវាត្រូវតែសេវហើយក៏តែអ្វីដែលសំខាន់គឺការងារបាទបើសិនជាវាការងារវាមិនរលូនក៏វាពិបាកដែរហ្នឹងហើយអានេះឈុតប៉ោះជាមួយនឹងលេខ160បាទនេះឈុតលេខ160នេះឧបករណ៍នេះសម្រាប់ភ្ជាប់ជាមួយនឹង CNC ណាបាទ CNC ប៉ុសលេខ160បាទអញ្ចឹងសម្រាប់CNC ដែលកាត់បានប្រើក្បាលជាមួយនឹងលេខ160ហ្នឹងគឺវាអាចកាត់បានរហូតដល់25លីហ្មងណាបាទ25លីបាទមាន2ហ៊ុនកន្លះហ្នឹងហើយអញ្ចឹងបើសិនជាយើងបងប្អូនមានតម្រូវការបាទកាត់ដែកក្រាស់អីបាទមួយហ៊ុន2ហ៊ុនអី2ហ៊ុនកន្លះអីគឺ model លេខ160នេះអាចជួយយើងបានណាបាទអាចជួយយើងបានអញ្ចឹងនេះក្របកាត់ផងវាខុសពីP80បាទខុសពីP80នេះបាទនេះក្របកាត់វាពេលសម្រាប់ផ្លាស់ប្ដូរបងប្អូនបាទជាមួយនឹងនេះតើវាមានអីខ្លះនៅក្នុងហ្នឹងបាទអញ្ចឹងមានអីខ្លះនៅក្នុងហ្នឹងយើងដោះមើលមកហ្នឹងហើយថាវាមានអីខ្លះបើយើងដោះមកអញ្ចឹងឥឡូវវាដោះវាមិនបានទេបាទដោះវាមិនបានដោយសារយើងវាខ្សោយតែយើងវាមិនខ្លាំងបាទដៃមិនខ្លាំងមែនដោះមិនបានន័យថាអត់បានដោះទេមកហើយមកទៀតមកអត់លះហែបាទ